mong ổnថ្ងៃនេះមកធ្វើគោកិច្ចញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយមួយរយៈនេះអត់សូវបានផុសវីដេអូធ្វើម្ហូបទេបងប្អូនអើយនិយាយទៅព្យាយាមធ្វើវីដេអូដែរប៉ុន្តែពេលដែលយកមកផុសទៅអត់មាន view អញ្ចឹងណាដឹងថាមកពី page របស់យើងមានបញ្ហាឬក៏មកពីមូលហេតុអីទេហើយមួយវិញទៀតមានវីដេអូខ្លះយកមកផុសទៅក៏មានបងប្អូនយើងគាត់ជួយ share ច្រើនដែរប៉ុន្តែនៅតែអត់ឡើង view ទៀតអញ្ចឹងណាបងប្អូនហើយធ្វើវីដេអូមួយគឺថាមិនងាយស្រួលទេនៅថតនៅកាត់តហើយនៅបញ្ចូលសលេងទៀតតម្រាំតែបានវីដេអូយកមកផុសពេលដែលផុសទៅអត់មាន view មានអារម្មណ៍ថាបាក់ទឹកចិត្តដែរអញ្ចឹងហើយក៏ផ្អាកផុសមួយរយៈសិនណាបងប្អូនថ្ងៃនេះទៅទិញសាច់គោអស់ 10000 រៀលយកមកធ្វើគោកិច្ចនឹងញ៉ាំម្ដងហើយសាច់គោនឹងយើងទិញយកសាច់ផុយយកវាមកហាន់ស្ដើងទៅហាន់រួចរាល់ហើយខ្ញុំយកសាច់នឹងមកប្រឡាក់ដើម្បីឲ្យវាមានជាតិអញ្ចឹងណាខ្ញុំដាក់រ៉ូឌីស្ករសហើយនឹងព្រីងខ្យងបន្តិចបន្ទាប់មកយើងច្របល់ឲ្យវាចូលជាតិគ្នាសព្វល្អហើយខ្ញុំបន្ថែមពងមាន់ពីលើនឹងមកគ្រាប់ដែរយើងទុកវាមួយឡែកសិនខ្ញុំក៏ចាប់ផ្ដើមមកធ្វើទឹកតាហ៊ូវិញម្ដងហើយតាហ៊ូនេះសល់បាតកែវបងប្អូនសល់តែប៉ុណ្្នឹងឯងអត់បានទិញមកផ្សារអញ្ចឹងណាអញ្ចឹងហើយក៏ធ្វើតែប៉ុណ្្នឹងតែម្ដងទៅយើងកិនតាហ៊ូនឹងឲ្យវាម៉ត់ល្អបន្ទាប់មកខ្ញុំដាក់ប៊ីចេងស្ករសខ្ទឹមសចិញ្ច្រាំហើយនឹងម្ទេសហើយយើងច្របាច់ក្រូចឆ្មាចូលទៅសម្រាប់រសជាតិវិញបងប្អូនចង់បានបែបម៉េចដាក់តាមចំណង់ចំណូលចិត្តទៅនិយាយទៅតាហ៊ូនេះតិចពេកអញ្ចឹងហើយក៏អត់បានបន្ថែមទឹកដោះគោឆៅអីដែរបងប្អូនហើយយើងច្របល់ឲ្យវាចូលជាតិគ្នាសព្វល្អទៅគឺថារួចរាល់ជាការស្រេចហើយហើយចំពោះបន្លែប្លុកអីហ្នឹងបងប្អូនចូលចិត្តអីបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅថ្ងៃនេះខ្ញុំមានបន្លែច្រើនមុខមែនទែនបងប្អូនហើយអ្វីដែលយើងមិនអាចខ្វះបាននោះគឺកញ្ឆែតណាសម្រាប់ខ្ញុំគឺថាចូលចិត្តខ្លាំងមែនទែនបងប្អូនអើយនិយាយទៅបើធ្វើគោកិច្ចអត់មានកញ្ឆែតគឺថាដូចខ្វះអ្វីមួយយ៉ាងអញ្ចឹងឥឡូវនេះយើងរៀបចំរួចរាល់អស់ហើយអញ្ចឹងយើងក៏ចាប់ផ្ដើមចម្អិនញ៉ាំតែម្ដងយើងបើកភ្លើងឲ្យឆ្នាំងនឹងក្តៅសិនទៅបន្ទាប់មកយើងដាក់ប៊ឺកូប៊ឺឲ្យវារលាយសិនបន្ទាប់មកយើងដាក់បន្លែចូលទៅមុនណាបងប្អូនយើងចម្អិនបន្លែនឹងឲ្យឆ្អិនសិនទៅចាំយើងដាក់សាច់ចូលទៅតាមក្រោយហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំគ្រឿងសមុទ្រអីអាចដាក់គ្រឿងសមុទ្រទៀតបានប៉ុន្តែខ្ញុំថ្ងៃនេះគឺដាក់តែសាច់គោមួយមុខទេហើយយើងកូរសាច់គោឲ្យវាចូលជាតិជាមួយនឹងពងមាន់ដែលយើងកូរដាក់មុនហ្នឹងហ៎ហើយយើងដាក់វាចូលទៅក្នុងឆ្នាំងយើងប្រែត្រឡប់វាទៅ2 3ត្រឡប់ហ្នឹងសាច់ឆ្អិនហើយបងប្អូននិយាយទៅយើងញ៉ាំឆ្អិនមកល្មមបានហើយតែសាច់នឹងឆ្អិនខ្លាំងពេកញ៉ាំទៅក៏វាអត់សូវឆ្ងាញ់ដែរហើយថ្ងៃនេះគឺបដូរបរិយាកាសមកញ៉ាំនៅខាងក្រៅវិញម្ដងណាបងប្អូននិយាយទៅចេញថតនៅខាងក្រៅថ្ងៃដំបូងគឺថាមានការរអាក់រអួលជាខ្លាំងបងប្អូនអើយនៅនេះរៀងខ្លាំងបន្តិចសបោម៉ូតូគេជិះទៅវិញទៅមកអញ្ចឹងណារវល់តែរៀបរាប់បងប្អូននៅផ្លេចហើយតោះបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយថ្ងៃនេះបដូរបរិយាកាសមកអង្គុយញ៉ាំនៅខាងក្រៅវិញម្ដងដោយសារតែក្នុងផ្ទះរៀងល្ងឹតពិបាកថតអញ្ចឹងណាបងប្អូនហើយដល់ពេលមកថតនៅក្រៅគឺថាថ្លង់ហ្មងថតបានតែប៉ុណ្្នឹងឯងហើយឲ្យគេកាន់កាមេរ៉ាថតឲ្យបងប្អូនអើយផ្ដេកផងបញ្ឈរផងដល់ដងក្របតែថតខ្លួនឯងអញ្ចឹងណាបងប្អូនដែលបានមើលវីដេអូនឹងហើយដឹងទៅវិលមុខហ្មងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានមុខម្ហូបថ្មីៗនិងប្លែកៗជារៀងរាល់ថ្ងៃអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត